គួយក្នុងឆ្នាំ2025គឺបានន័យថាលើពីបុកពីខាងក្រោយទុកទុកលើពីក្រោយស្ទើរមានណាមានបញ្ហាស្អីនឹងកើតឡើងតើបញ្ហាលើបុកពីក្រោយទៅគឺទុកក្នុងភ្លើងពីក្រោយស្ទើរគួយទួយបានដល់រឿងទឹកបាត់ខាងលើបាត់ខាងក្រោមភ្លើងហើយទឹកនៅពីលើភ្លើងនៅពីក្រោមភ្លើងបុកពីក្រោមបងប្អូនមើលស្អីគេនេះអាចទុកក្នុងភ្លើងក្រោមសមុទ្រជាគួយនៅក្នុងឆ្នាំនេះឆ្នាំ2025ហ្នឹងគួយក្នុងឆ្នាំ2025គឺបានន័យថាភ្លើងគឺបុកពីខាងក្រោមទុកក្នុងភ្លើងពីក្រោមសមុទ្រមានណាមានបញ្ហាស្អីនឹងកើតឡើងតើបញ្ហាលើបុកពីក្រោមទឹកគឺទុកក្នុងភ្លើងពីក្រោមសមុទ្រគួយអញ្ចឹងគ្រោះថ្នាក់ធម្មជាតិជាទឹកភ្លើងគ្រោះថ្នាក់ធម្មជាតិទឹកជន់ភ្លើងឆេះនេះណាកដៅបន្ទុកក្នុងភ្លើងនឹងជួយដីមានហើយបន្ទុកមិនរស់នៅតាមរបៀបចាស់ដោយសារអីគួយនេះវាបង្ហាញថាក្នុងយុគនេះដូរហើយស្អីក៏ដោយដូរហើយដូរលឿនព្រោះហេតុដូច្នោះបងប្អូនមែនហេតុដូច្នោះបងប្អូនត្រូវដូរឲ្យទាន់ពេលវេលាបើមិនចឹងទេបងប្អូនអត់ទាន់នៅតែបានឡានគួយឆ្លាច់អត់ទាន់ស៊ីផ្ទះគេមកនេះដូចគ្នាដែរគឺគួយផ្លាស់ប្ដូរញ៉េណារកវិធីថ្មីផ្លាស់ប្ដូរហើយផ្លាស់ប្ដូរលឿនពេកគួរឲ្យភ័យខ្លាចជាប្រភេទជាគួយពីរនេះគឺបានដល់រឿងទំនាស់ដោយសារនេះភ្លើងអានេះមានហើយនឹងភ្លើងពីធានគ្នាគួយមានជាមួយនឹងភ្លើងពីធានគ្នានេះណាមានភ្លើងពីធានគ្នាបានដល់រឿងអីគេគឺរឿងទំនាស់ទោះតែសង្គ្រាមឃើញណាប្រទេសដែលអត់មានសង្គ្រាមទោះតែទំនិញគ្នានៅក្នុងការទំនាស់សាកលវិទ្យាល័យហុងស៊ុយបណ្ដុះបណ្ដាលវិជ្ជាជីវៈហុងស៊ុយបែបវិទ្យាសាស្ត្រនិងធម្មជាតិ